សូមគោរពជម្រាបសួរសាជាថ្មីម្ដងទៀតជាមួយនឹងបងប្អូនពុកម៉ែទាំងអស់គ្នាចាពី Channel Beta Boy ចាកំពុងតែមកបង្ហាញជូនជាបន្តទៀតពាក់ព័ន្ធជាមួយនឹងចាការមើលថែត្រីក្រឹមក៏ដូចជាត្រីច្រើនប្រភេទទៀតសម្រាប់គ្រួសាររបស់នេះខ្ញុំគាត់បានបង្កាត់ក៏ដូចជាបានចិញ្ចឹមចារហូតមកចឹងណាចាហើយនេះដែរគឺជាប្រភេទត្រីម៉ូលីបងប្អូនឃើញបងប្អូនរូបរាងវាកប៉ោងបន្តិចចាហើយយើងកតុយសឡូនស្អាតបងប្អូនឃើញទេកតុយវារៀងដូចស្នែងកបីអញ្ចឹងណាចាអញ្ចឹងឆែកស្នែងគឺស្អាតមែនតើបងប្អូនសម្រាប់ត្រីមូលីប្រភេទមួយនេះគឺប្រភេទពណ៌សចាហើយសម្រាប់ត្រីមូលីនេះដែរក៏ខ្ញុំមានប្រភេទផ្សេងទៀតដែរហើយក៏មានពណ៌ជាច្រើនទៀតមានពណ៌ខ្មៅមានខ្មៅលាយសពណ៌ចិញ្ចក់អញ្ចឹងណាហើយក៏មានពណ៌ជាមួយនឹងពណ៌ទឹកក្រូចចាគឺមានច្រើនប្រភេទទៀតសម្រាប់ត្រីប្រភេទមូលីនេះចាហើយពណ៌នេះក្នុងអាងនេះដែរគឺយើងមានពណ៌សហើយនឹងពណ៌ផ្ទៃមេឃចាអញ្ចឹងត្រីនេះវាមានពណ៌សហើយកតុយវាមានពណ៌ផ្ទៃមេឃបន្តិចហើយមានមួយទៀតនោះគឺពណ៌ផ្ទៃមេឃចាស្រាលអញ្ចឹងដោយបងប្អូនកំពុងតែឃើញអញ្ចឹងថានេះគឺជាប្រភេទត្រីមូលីចារូបរាងវាស្អាតណាស់បើសិនជាបងប្អូនយកទៅដាក់ទូដាក់តាំងណាអូឃើញស្អាតណាស់បងប្អូនអើយចាហ្នឹងហើយគឺស្អាតខ្លាំងតែម្ដងបងប្អូនចាហើយសម្រាប់ត្រីមួយទៀតចានេះផងដែរគឺប្រភេទត្រីពណ៌ចាគឺ red koi ឈ្មោះរបស់ត្រីហ្នឹងណាចាដោយសារវាមានខាងក្បាលរបស់វានេះក្រហមតិចទៅអីតិចទៅអញ្ចឹងទៅវាឈ្មោះ red koi ហើយដល់ឡែកសម្រាប់ត្រីមួយនេះវិញគឺឈ្មោះ blue rim ចាត្រីប្រភេទត្រី7ពណ៌ដូចគ្នាប៉ុន្តែឈ្មោះ blue rim ណាចាហើយឥឡូវនេះយើងចូលមកដល់ត្រីក្រឹមរបស់យើងដែលជាតួឯកនៅក្នុងការចិញ្ចឹមមើលថែដែលជាចំណុចចាប់ផ្ដើមក្នុងការឲ្យគ្រួសាររបស់ខ្ញុំបង្កើតចិញ្ចឹមមើលថែត្រីក្រឹមនេះបន្តតែម្ដងចាអញ្ចឹងដើមហេតុដែលចិញ្ចឹមត្រីដំបូងឡើយគឺដោយសារប្រភេទត្រីក្រឹមនេះឯងចាហើយនេះគឺប្រភេទត្រីហុងកុងបងប្អូនគឺមានច្រើនពណ៌មែនតែនចាហើយប្រភេទត្រីនេះគឺហែលលឿនខ្លាំងហ្មងចាគឺហែលលឿនមែនតើសម្រាប់ត្រីហ្នឹងនេះដោយសារតែនេះខ្ញុំមកចិត្តចឹងទៅស្មានតែថាដាក់ចំណីឲ្យអញ្ចឹងណាដល់ពេលថាដាក់ចំណីឲ្យទៅមកចិត្តហ្មងគ្រាន់តែថាយើងទៅក្បែរមាត់អាងទឹកត្រីហ្នឹងគឺនឹងមកហែមករយយើងឯងចាដោយសារតែគាត់ថាយើងដាក់ចំណីឲ្យអញ្ចឹងអត់សូវលឿនទេប៉ុន្តែបើសិនជាវាហែលទេយើងមើលពីចង្អែគឺលឿនខ្លាំងមែនតើចាត្រីនេះគឺហែលលឿនណាស់បងប្អូនហើយចាប្រភេទត្រីហុងកុងហើយក្នុងនេះក៏មានត្រីមូលីមួយដែរចាមិនមែនចង់ដាក់ចូលគ្នាបងប្អូនទេដោយសារតែកន្លែងចង្អៀតដល់ពេលកន្លែងចង្អៀតទៅអញ្ចឹងមានតែដាក់លាយគ្នាសិនប៉ុន្តែការដាក់លាយគ្នានេះគឺអត់ល្អទេណាបងប្អូនចាជម្រាបមុនឲ្យហើយចាគឺអត់ល្អទេព្រោះអីធ្វើឲ្យប្រភេទត្រីហ្នឹងគឺខូចពណ៌ខូចគេហៅថាអរម៉ូនរបស់ត្រីខូចចាហើយដល់ឡែកកលេចមកមើលត្រីក្រឹមរបស់យើងបន្តទៀតចាអញ្ចឹងសម្រាប់ត្រីក្រឹមនេះដែរដូចនេះខ្ញុំបានជំរាបជូនអញ្ចឹងជាតួអង្គឯកដែលផ្ដើមឲ្យគ្រួសាររបស់ខ្ញុំគាត់បង្កើតទៅជាមុខរបរមួយចាចិញ្ចឹមនិងបង្កាត់ត្រីរហូតមកដល់សប្តាហ៍នេះចាគឺដើមហេតុគឺត្រីក្រឹមហើយដើមហេតុនេះដែរគឺដោយសារបងប្អូនប្រុសផ្ទាល់ដំបូងឡើយគាត់ទិញពីគេមកពីគូអីទេតែថាស្រឡាញ់ទិញមកលេងអីចឹងណាប៉ុន្តែដល់ពេលមែនតើទៅក៏វាចាប់ចិត្តចាប់អារម្មណ៍អញ្ចឹងធ្វើឲ្យមានការស្រឡាញ់និងព្យាយាមចិញ្ចឹមអញ្ចឹងទៅចាអរគុណបងប្អូនពុកម៉ែទាំងអស់គ្នាចាសម្រាប់វីដេអូរបស់នេះខ្ញុំមានតែប៉ុណ្្នេះទេចាខ្ញុំនឹងបង្ហាញជូនវីដេអូក្រោយៗទៀតកុំភ្លេចជួយចុច like ចុច share ចុច subscribe និងសញ្ញារូបកណ្ដឹងឲ្យម្នាក់មួយផងណាបងប្អូនបាយបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត